បងខ្ញុំសូមជម្រាបសួរដល់អ្នកទាំងអស់គ្នាខ្ញុំរៀននៅថ្នាក់ទី11កនៃវិទ្យាល័យស្វាយលើថ្ងៃនេះលោកគ្រូបានចាត់វិធានការឲ្យក្រុមរបស់ខ្ញុំមករើសម្រាមតាមដងផ្លូវឡើងភ្នំកលែនសូមអ្នកទាំងអស់គ្នារីករាយទស្សនានៅសកម្មភាពរើសម្រាមរបស់ក្រុមនាងខ្ញុំទាំងអស់គ្នាភ្នំគូលែនក៏ជាឧទ្យានជាតិមួយផងដែរនៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថាឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំកលែនហើយមានឈ្មោះដើមថាមហិន្ទរៈបរពតខាងកើតនិងខាងជើងស្ថិតនៅក្នុងស្រុកស្វាយលើហើយប៉ែកខាងត្បូងស្ថិតនៅក្នុងស្រុកបន្ទាយស្រីរីឯប៉ែកខាងលិចស្ថិតក្នុងស្រុកវ៉ារិននៃខេត្តសៀមរាបហើយភ្នំកលែនសម្បូរទៅដោយកន្លែងទេសចរណ៍ជាច្រើនដូចជាតំបន់ការពារទេសភាពធម្មជាតិទឹកធ្លាក់ភ្នំកលែនវត្តអារាមប្រាសាទបុរាណនិងកន្លែងទេសចរណ៍ជាច្រើនដែលធ្វើឲ្យអ្នកទស្សនាណាដែលបានមកលេងហើយគឺជក់ចិត្តដិតអារម្មណ៍ហើយមានអារម្មណ៍ល្អព្រោះសម្បូរទៅដោយធនធានធម្មជាតិក្នុងនោះទៀតសោតបរិស្ថានស្អាតក៏ជាចំណែកមួយផងដែរដូចនេះក្នុងនាមជាសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់នេះពួកខ្ញុំថ្នាក់ទី11កចំនួន51នាក់បានបែងចែកគ្នាជាក្រុមដើម្បីសម្អាតបរិស្ថានតាមដងផ្លូវឡើងទៅកាន់ភ្នំគូលែននៅខាងស្រុកស្វាយលើដែលក្រុមរបស់ខ្ញុំមានសមាជិក4នាក់សម្អាតនៅចំណុចដំបូងគេនៃផ្លូវឡើងភ្នំគូលែនហើយវីដេអូនេះបង្កើតឡើងមិនមែនគ្រាន់តែឲ្យអ្នកទាំងអស់គ្នាទស្សនាសកម្មភាពឬសម្រាមរបស់ពួកខ្ញុំនោះទេពួកខ្ញុំថតឡើងក្នុងគោលបំណងឲ្យអ្នកទាំងអស់គ្នាដែលបានមើលវីដេអូជាពិសេសបងប្អូនពូមីងយាយតាដែលបានមកលេងនៅភ្នំគូលែនសូមមេត្តាទុកដាក់សម្រាមឲ្យបានត្រឹមត្រូវកុំបោះចោលផ្ដេសផ្ដាសព្រោះវាបង្កភាពអសណ្ដាប់ធ្នាប់ដល់ទីសាធារណៈខ្លាំងណាស់ជាពិសេសភ្ញៀវទេសចរដែលបានមកលេងកម្សាន្តធ្វើឲ្យពួកគាត់មិនសប្បាយចិត្តនឹងភាពអសណ្ដាប់ធ្នាប់នេះជាចុងក្រោយក្រុមរបស់នាងខ្ញុំសូមជំនុំពរដល់អ្នកទាំងអស់គ្នាដែលមកទស្សនានៅភ្នំកលែនក៏ដូចជាអ្នករស់នៅក្នុងស្រុកស្វាយលើដែលមកលេងនាពេលល្ងាចបានយកនំចំណីមកហូបសូមមេត្តាវេចខ្ចប់យកទៅចោលនៅក្នុងធុងសម្រាមក៏ដូចជាយកទៅចោលនៅគេហដ្ឋានវិញសូមកុំចោលនៅតាមដងផ្លូវទីសាធារណៈដែលបង្កភាពអសណ្ដាប់ធ្នាប់នៅតាមដងផ្លូវដែលធ្វើឲ្យឧទ្យានជាតិរបស់យើងមិនអាចទាក់ទាញភ្ញៀវទេសចរ